ដើម្បីចូលរួមចំណាយឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានសង្កាត់មកៈក្រុងសេរីសោះភ័ណ្ឌឯកឧត្តមអ៊ុំរាត្រីប្រធានគណៈកម្មាធិការសាខាកាបក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអមដំណើរដោយលោកស្រីសមាជិកសមាជិកាគណៈកម្មាធិការក្រុងប្រតិបត្តិសាខាអនុសាខាក្រុងកាបក្រហមកម្ពុជាសង្កាត់និងអ្នកស្ម័គ្រចិត្តភូមិព្រមទាំងសហការីនាព្រឹកថ្ងៃទី5ខែឧសភាឆ្នាំ2026បានអញ្ជើញចុះទៅសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាដូចជាគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន59គ្រួសារនៅមូលដ្ឋានសង្កាត់មកៈក្រុងសេរីសោះភ័ណ្ឌខេត្តបន្ទាយមានជ័យនេះជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាបក្រហមកម្ពុជាតែងតែមានមុខក្នុងការជួយដោះស្រាយនិងនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងការជួយដោះស្រាយទុក្ខលំបាកដោយមិនមានការរើសអើងពូជសាសន៍ពណ៌សម្ព័ន្ធនិងនាការនយោបាយឡើយជាក់ស្ដែងក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋទាំង53គ្រួសារទទួលរងនូវគ្រោះធម្មជាតិពីខ្យល់កន្ត្រាក់សាខាកាបក្រហមកម្ពុជាក៏បានរៀបចំជាអំណោយសង្គ្រោះបន្ទាន់ភ្លាមៗដើម្បីផ្ដល់ជូនប្រជាពលរដ្ឋសម្រាប់បានដោះស្រាយមួយគ្រឿង